Sony One Mark 7 ប្រកាសចេញជាផ្លូវការរួចរាល់ហើយសម្រាប់រូបរាងវាមិនមានអ្វីផ្លាស់ប្ដូរច្រើនឡើយអ្វីដែលអាចឲ្យយើងសម្គាល់ដឹងថាវាជា Sony One Mark 7 គឺពណ៌ថ្មី Orchid Purple និងអក្សរស័យដែល Sony យកវាមកដាក់ជាប់នឹងកង lens camera តែម្ដងសម្រាប់ spec នៅខាងក្នុងក៏មានការផ្លាស់ប្ដូរច្រើនគួរសមពិសេសគឺ AI ដែលជាទូទៅគេពេញនិយមច្រើននៅលើ smartphone បច្ចុប្បន្នសម្រាប់ Sony មាន AI ដូចជា camera AI audio AI display AI ជាដើមការផ្លាស់ប្ដូរដែលខុសពីជំនាន់មុនមានដូចជាកាមេរ៉ា Ultra Wide ប្រើ sensor 48 megapixel ធំជាង sensor ដែលបំពាក់នៅលើ One Mark 6 ដែលមានទំហំត្រឹម12 megapixel lens telephoto នៅរក្សាត្រឹម12 megapixel ដដែលវាអាច zoom optical បាន 7.1 ដងប៉ុណ្ណឹងនៅតែជា lens zoom ស្តង់ដារមួយនៅលើទូរស័ព្ទកម្ពស់ដទៃទៀតនៅក្នុងឆ្នាំ2025នេះ lens ដើមក៏រក្សាត្រឹម48 megapixel ដដែលសម្រាប់កម្លាំងម៉ាស៊ីនដែលបំពាក់នៅក្នុងខ្លួនរបស់ Sony One Mark 7 គឺ Snapdragon 8 Elite វាជា chip ខ្លាំងកប់និងរត់នៅលើ Android 15 ដែល Sony នឹងផ្ដល់ការ update Android version ដល់ទៅ4ជំនាន់ចំណែកអេក្រង់ Sony នៅតែរក្សាទំហំ 6.5 អ៊ីងដដែលជាមួយនឹងកម្រិតបង្ហាញ Full HD+ ដូចនឹងឆ្នាំមុនដែរទំហំអេក្រង់ 6.5 អ៊ីងវាជាទំហំអេក្រង់ស្តង់ដារមួយហើយនៅពេលនេះប៉ុន្តែកម្រិតបង្ហាញត្រឹម Full HD+ វាលែងជាស្តង់ដារទៀតហើយសម្រាប់ទូរស័ព្ទខ្ទង់ $1000 នៅពេលនេះចំពោះថាមពលថ្មមានថ្មទំហំ 5000 mAh និងអាចសាកថ្មចូលវិញជាមួយនឹងកម្លាំង 30W ហើយ Ultrasonic ដែលយើងរំពឹងថានឹងមាននៅលើ Sony One Mark 7 គឺអត់មានដដែលគេស៊ូស្លាប់ក៏មិនបដូរគេនៅប្រើការស្កែនកញ្ចៅដៃដែលដូនតាចែកឲ្យដដែលអ្វីដែលខ្ញុំរំពឹងថានឹងមាននៅលើ Sony One Mark 7 គឺអេក្រង់ធំជាងមុនកម្រិតបង្ហាញ Quad HD+ ប្រើ Ultrasonic Scale ម្រាមដៃនៅក្រោមអេក្រង់ជាដើមនោះគឺគ្មានមួយទេដូចនេះក្តីរំពឹងបានត្រឹមខកចិត្តប៉ុណ្ណោះ